មិនបានដឹងច្បាស់អំពីជីវិតដ៏ស៊ីជម្រៅរបស់ម៉ូណាលីសានោះទេគ្រាន់តែដឹងថាម៉ូណាលីសាកើតនៅក្នុងទីក្រុង Florence ហើយក៏បានរៀបអាពាហ៍ពិពាហ៍ទាំងវ័យជំទង់ជាមួយនឹងអ្នករកស៊ីម្នាក់ដែលលក់ក្រណាត់សូត្រហើយក្រោយមកក៏ក្លាយទៅជាមន្ត្រីគាត់នឹងក៏មានឈ្មោះថា Francisco ម៉ូណាលីសាមានកូនចំនួន5នាក់ហើយរស់នៅក្នុងជីវិតដ៏សាមញ្ញព្រមទាំងមានសុភមង្គលស្វាមីរបស់នាងបានជួល Leonardo da Vinci ឲ្យគូររូបនាងឡើងប្រវត្តិវិទូជឿថា Francisco តែងតែតាំងផ្ទាំងគំនូរនៅក្នុងផ្ទះថ្មីឬក៏ដូចជាអបអរសាទរថ្ងៃខួបកំណើតកូនប្រុសទី2របស់ពួកគេដែលមានឈ្មោះថា Andrea ជាច្រើនសតវត្សបន្ទាប់ពីម៉ូណាលីសាបានបាត់បង់ជីវិតទៅផ្ទាំងគំនូររបស់នាងបានក្លាយទៅជាផ្ទាំងគំនូរដ៏ល្បីល្បាញបំផុតនៅលើពិភពលោកมันអាចប្រកែកបានទេដែលថាផ្ទាំងគំនូរម៉ូណាលីសាមានតម្លៃថ្លៃកប់ពពកដោយផ្អែកទៅលើគុណតម្លៃនៃគុណភាពហើយខ្ញុំនិយាយតាមត្រង់អស់ពីចិត្តតែម្ដងថា Leonardo da Vinci គាត់គឺជាមនុស្សពូកែខ្លាំងមែនទែនមូលហេតុដែលផ្ទាំងគំនូរនេះមានតម្លៃនោះគឺដោយសារតែកត្តាប្រវត្តិសាស្ត្រគុណសម្បត្តិសិល្បៈក៏ដូចជាសារៈសំខាន់នៃវប្បធម៌របស់ផ្ទាំងគំនូរនឹងតែម្ដងLeonardo បានគូរយ៉ាងយកចិត្តទុកដាក់ខ្លាំងជាទីបំផុតទៅលើវិធីដាក់ពន្លឺនៅលើផ្ទៃកោងផ្ទៃមុខរលោងសក់របស់ម៉ូណាលីសាពន្លឺនៃស្បែកគ្របមុខរបស់ម៉ូណាលីសាហើយក៏បណ្ដាលឲ្យផ្ទាំងគំនូរនោះមើលទៅហាក់បីដូចជាគូរដោយប្រើវេទមន្តអញ្ចឹងវាគឺឆ្លុះបញ្ចាំងអំពីឧត្តមភាពរបស់ស្ត្រីស្រស់ស្អាតគយគុណមិនចេះចិនណាយទាំងគំនូរម៉ូណាលីសាទាំងអស់មានចំនួន4សន្តានផ្សេងគ្នាដែលត្រូវបានគូរដោយ Leonardo និងសិស្សរបស់គាត់នៅលើការបង្ហាញជាអចិន្ត្រៃយ៍នៅឯ Louvre ក្នុងទីក្រុងប៉ារីសម៉ូណាលីសាត្រូវបានគេវាយតម្លៃថាមានតម្លៃចំនួន$100 លានបើយើងគិតនៅក្នុងថ្ងៃទី4ខែធ្នូឆ្នាំ1962ក៏ប៉ុន្តែប្រសិនបើយើងគិតមកដល់ឆ្នាំ2022វិញតម្លៃគឺកើនឡើងរហូតដល់ទៅ$970 លានឯណោះអរគុណសម្រាប់ការទស្សនាយើងនឹងជួបគ្នាជាមួយនឹងវីដេអូបន្តទៀត